អត្ថប្រយោជន៍នៃការនេះទីមួយបើយើងដាក់បើសិនជាក្នុងផ្លូវជំនឿគេឲ្យឈ្មោះថាមានរដ្ឋបាលដើម្បីដៃជះបើសិនជាអ្នកដែលបានពាក់ទៅហ្នឹងមានន័យថាជួយទីមួយជួយដល់ដៃជះរបស់ខ្លួនមិនឲ្យមានគេហៅថាចាញ់ច្រាបគេឬអីគេឬមួយក៏ធ្វើប្រព័ន្ធអីមកបាក់និយាយបានណាបើសិនជាអ្នកណាចាប់ផងមកក្នុងបំណងក្រោយក៏មានហើយបើសិនជាយើងគិតថាយើងនៅក្នុងអ្វីដែលយើងគ្រោះថ្នាក់ជាយថាហេតុណាមួយនោះក៏តែងតែបញ្ជាចេញវាហៅថាចរាចរណ៍ក៏ដោយអីក៏ដោយគេតែងតែបញ្ជាចេញមុនព្រោះដោយសារតែមានធម្មពលដាច់ចេញនៅពីមុខអញ្ចឹងមិនងាយទេហ្នឹងហើយនិងពី3ហ្នឹងក៏មានរឿងការដែលយើងជឿអ្នកខ្លះក៏រឿងស្រុកគ្រាមនោះក៏កើតឡើងដោយទៅថាសំស្រុកគ្រាមហ្នឹងក្របតែផ្លោមិនចូលហ្នឹងក៏សិតតែរឿងរបស់នឹងដែរបាទចឹងអ្វីទាំងអស់នេះក៏ខ្ញុំជម្រាបនោះក៏មិនថាជម្រាបឲ្យថាយុទ្ធសាស្ត្រមួយបាញ់សាស្ត្រមួយយើងមិនគួរប្រមាថទេហើយបើសិនជាយើងនិយាយអំពីក្នុងនៃមួយទៀតអំពីការព្យាបាលនៅក្នុងនៃបច្ចុប្បន្នជាវិទ្យាសាស្ត្រនោះគឺមានន័យថាយើងអាចព្យាបាលបានច្រើនយ៉ាងយកពាក់ជាប់ខ្លួនក៏ធ្វើឲ្យយើងថាអ្វីពីមុនដែលយើងធ្លាប់ឈឺមួយខែកុសចោល3ដង10ដងអីហ្នឹងគឺវាមិនមានទៀតទេអញ្ចឹងម្ដង2ដងតែប៉ុណ្ណឹងឬក៏អត់សោះក៏មានដែរហើយដល់ពេលមួយទៀតនោះក៏មានតាក់ទងជាមួយនឹងការដែលយើងគេហៅថាជំនួយនៅធម្មពលកម្លាំងយើងក៏ឧទាហរណ៍ថាអ្នកដែលឈឺអញ្ចឹងអ្នកដែលដេកមិនលក់អីហ្នឹងប្រាជាដេកលក់អ្នកដែលញ៉ាំមិនបានបែរជាញ៉ាំបានអ្នកដែលរវើរវាយហ្នឹងបែរជាមិនធ្វើឲ្យមានការ